មកពីណាគេខ្លះជួយចិត្តញ៉ាំមីកញ្ចប់ដូចខ្ញុំដឹងដែរថាញ៉ាំមីកញ្ចប់ទៅវាអត់សូវល្អសម្រាប់សុខភាពទេប៉ុន្តែនៅតែជួយចិត្តញ៉ាំអញ្ចឹងអត់អីទេថ្ងៃនេះមិនហ៊ានធ្វើមីគោកសាស៊ីវទុកញ៉ាំជាមួយខ្ញុំទាំងអស់គ្នាធានាថាអត់ប៉ះពាល់ដល់សុខភាពទេអញ្ចឹងដំបូងខ្ញុំលាយទឹក sauce ខ្ញុំដាក់ទឹកប្រេងខ្យងចំនួន2ស្លាបព្រាបាយទឹកស៊ីអ៊ីវធម្មតា2ស្លាបព្រាបាយដូចគ្នាទឹកស៊ីអ៊ីវខាប់កន្លះស្លាបព្រាបាយនិងទឹកម្ទេសចំនួន1ស្លាបព្រាបាយស្ករស1ស្លាបព្រាបាយហើយម្ទេសសាតេកន្លះស្លាបព្រាបាយជាមួយនឹងម្សៅស៊ុបកន្លះស្លាបព្រាបាយដូចគ្នាធ្វើការកូរឲ្យគ្រឿងយើងលាយសព្វចូលគ្នាល្អហើយថែមទឹកចូលបន្តិចបន្តមកទៀតនឹងយើងយកគ្រឿងដែលយើងបានលាយមុនហ្នឹងទៅដាំលើភ្លើងឲ្យវាឡើងពុះល្អមកមិនបាច់ឲ្យវាដាច់ទឹកទេមើលថាវាឡើងពុះតែប៉ុណ្្នឹងបានហើយអញ្ចឹងនេះគឺជាមីដែលខ្ញុំយកមកធ្វើថ្ងៃហ្នឹងមីហ្នឹងគេធ្វើមកពីបន្លែធម្មជាតិអត់មានស្ករអត់មាន cholesterol អត់មានប៊ីចេងហើយជាប្រភេទ oven bake ទៀតអញ្ចឹងវាអត់ធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងទេទោះបីជាយើងអាសាញ៉ាំក៏ដោយអញ្ចឹងរបៀបធ្វើដំបូងយើងដាំទឹកឲ្យពុះមកហើយយើងយកមីហ្នឹងទៅស្រុះរយៈពេល3ទៅ4នាទីមើលថាដល់នាទីហើយយើងស្រង់មីយើងទុកម្ល៉េះសិនអញ្ចឹងបន្តមកទៀតយើងយកមីយើងមកលាយគ្រឿងមកយើងដាក់អាទឹកសសដែលយើងបានធ្វើមុនហ្នឹងចូលមកពេលដែលអ្នកទាំងអស់គ្នាដាក់ហ្នឹងភ្លក់មើលផងប្រយ័ត្នប្រៃពេកណាកលុកឲ្យមីយើងជាមួយនឹងគ្រឿងនោះវាចូលជាគ្នាបានល្អមកតែប៉ុណ្្នឹងហើយយើងធ្វើមីសាស៊ីវអញ្ចឹងខ្វាតបានទេសាច់សាស៊ីវខ្ញុំធ្លាប់ធ្វើវីដេអូពីសាច់សាស៊ីវម្ដងហើយបើអ្នកទាំងអស់គ្នាចង់ចេះអាចទៅមើលវីដេអូចាស់ៗរបស់ខ្ញុំបានអញ្ចឹងចុងក្រោយយើងគ្រាន់តែរៀបចំមីសាច់បន្លែដាក់ក្នុងចានមកហើយខ្ញុំក៏បានថែមពងមាន់ចូលមកគ្របដូចគ្នាមានជាប់ភ្នៅទៀតគឺថាកាន់តែជាតិហ្មងនិយាយតាមត្រង់នេះគឺជាលើកទី2ដែលខ្ញុំបានញ៉ាំមីហ្នឹងដោយសារតែលើកមុនខ្ញុំញ៉ាំទៅរៀងឆ្ងាញ់អញ្ចឹងបានខ្ញុំចង់ណែនាំជូនអ្នកទាំងអស់គ្នាជាពិសេសអ្នកដែលចូលចិត្តញ៉ាំមីដូចខ្ញុំហើយដែលសំខាន់ហ្នឹងគឺអត់ធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងទេ